ធានរបស់លើកហ្នឹងខ្ញុំចង់និយាយតាក់ទងទៅនឹងភាពរីកចម្រើនរបស់យើងដូចយើងដឹងហើយថាភាពរីកចម្រើនគឺជារឿងសំខាន់ណាពីព្រោះវាជាអ្នកកំណត់នៃភាពជោគជ័យរបស់យើងហ្នឹងហើយភាពរីកចម្រើនវាអាស្រ័យខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃរបស់យើងហើយខ្ញុំសង្កេតឃើញថាមនុស្សដែលពិបាកជោគជ័យជាងគេជាប្រភេទមនុស្សហើយក៏ថានិយាយថាបុគ្គលដែលចូលចិត្តធ្វើការងារមិនសំខាន់ច្រើនមានន័យចំណាយពេលក្នុងការធ្វើការងារមិនសំខាន់ការងារមិនចាំបាច់ការងារមិនមែនជាកាតព្វកិច្ចរបស់ខ្លួនឯងហ្នឹងច្រើនតែការងារដែលជាកាតព្វកិច្ចឬក៏រាប់ថាជាការងារដែលសំខាន់របស់ខ្លួនឯងហ្នឹងគឺអត់សូវចំណាយពេលធ្វើទេចំណាយដែរតែតិចតួចអញ្ចឹងធ្វើឲ្យលទ្ធផលដែលទទួលបានហ្នឹងវាអត់សូវគប់ប្រសើរទេអញ្ចឹងធ្វើឲ្យខ្លួនឯងហ្នឹងមិនសូវជាសប្បាយចិត្តប្រហែលទេព្រោះអ្វីដែលខ្លួនឯងទទួលបានហ្នឹងមិនគប់តាមប្រាថ្នាឧទាហរណ៍មួយថាសិស្សម្នាក់ដែលខ្សោយសិស្សដែលខ្សោយម្នាក់ជាទូទៅគាត់អត់សូវចំណាយពេលវេលាទៅលើកាតព្វកិច្ចរបស់គាត់ច្រើនទេមានន័យថាគាត់អត់សូវចំណាយពេលលើការរៀនសូត្រទេគាត់ចំណាយពេលទៅលើរឿងផ្សេងដែលខុសពីការរៀនឧទាហរណ៍ដូចជាលេងហ្គេមឧទាហរណ៍ដូចជាដើរលេងឧទាហរណ៍ដូចជាលេងអីផ្សេងដូចប្រណាំងម៉ូតូបង្ហោះម៉ូតូអីចឹងណាឬក៏អ្នកខ្លះទៀតចំណាយពេលទៅផឹកស៊ីអ្នកខ្លះទៀតរហូតដល់ប្រើប្រាស់គ្រឿងញៀនទៀតតែពេលអញ្ចឹងគាត់អត់បានចំណាយពេលទៅលើការរៀនសូត្រទេអញ្ចឹងធ្វើឲ្យការរៀនសូត្ររបស់គាត់គឺអត់អាចបកកែបានទេហើយអញ្ចឹងសួរថាតើគាត់អាចសប្បាយចិត្តគាត់អត់អាចសប្បាយចិត្តទេព្រោះដោយសារអីទៅដល់ផ្ទះវិញឪពុកម្ដាយក៏ស្ដីបន្ទោសមិនសរសើរមិនសាទរជាមួយមិត្តភ័ក្តិក៏មិនសូវឲ្យតម្លៃសង្គមក៏គេមិនសូវឲ្យតម្លៃអញ្ចឹងមនុស្សសប្បាយចិត្តមិនកើតអត់អាចសប្បាយចិត្តកើតទេអញ្ចឹងគាត់អត់អាចជោគជ័យទេនៅក្នុងជីវិតជាសិស្សហ្នឹងហើយត្រឡប់មើលអ្នកការងារក៏ដូចគ្នានេះអ្នកធ្វើការដែលអត់ជោគជ័យក៏មានត្រឡប់អញ្ចឹងដូចគ្នាគឺគាត់អត់ផ្ដោតទៅលើការងារជារបស់គាត់ទេគាត់អត់ផ្ដោតប្រហែលនេះគាត់ផ្ដោតទៅលើរឿងផ្សេងឧបមាថាគាត់ជំនាញអីមួយអញ្ចឹងគាត់ទៅធ្វើរឿងផ្សេងខុសពីជំនាញរបស់គាត់អញ្ចឹងឧបមាថាគាត់អ្នកទីផ្សារទៅចុះទីផ្សារគាត់អត់ព្យាយាមចុះទីផ្សារគាត់ព្យាយាមទៅអង្គុយមើលរឿងភាគអីចឹងទៅបើសិនជាគាត់អ្នកសម្រាយរឿងគាត់ទៅអង្គុយមើលរឿងភាគតាមរោងកាហ្វេវាអត់ខុសទេព្រោះការងាររបស់គាត់ជាអ្នកសម្រាយរឿងគាត់ត្រូវតែមើលសាច់រឿងឲ្យដឹងដើម្បីយកមកសម្រាយឲ្យទស្សនិកជនរបស់គាត់ fan របស់គាត់ហ្នឹងបានស្ដាប់បានមើលដោយចូលចិត្តតែបើគាត់ជាអ្នកទីផ្សារហ្នឹងអញ្ចឹងគាត់ត្រូវចុះផ្សព្វផ្សាយពីផលិតផលរបស់គាត់ឬក៏ចុះទៅលក់អីចឹងទៅហើយគាត់អត់ប្រឹងចុះទៅលក់ទៅអីគាត់បែរទៅអង្គុយមើលរឿងភាគតាមរោងកាហ្វេអីចឹងទៅអង្គុយមើលគេលេងអុកអីចឹងទៅអញ្ចឹងមួយថ្ងៃបានលទ្ធផលអត់បានទេលទ្ធផលគឺបានតិចមែនតើហ្មងអញ្ចឹងគាត់កាលណាលទ្ធផលអត់ល្អសាកសម័យមើលថាតើនៅក្នុងក្រុមហ៊ុនហ្នឹងតម្លៃរបស់យើងខ្ពស់អត់ខ្ពស់ទេអញ្ចឹងសួរថាយើងអត់សូវមានតម្លៃនៅកន្លែងការងាររបស់យើងអញ្ចឹងសួរយើងសប្បាយចិត្តអត់សប្បាយចិត្តទេមេស្ដីឲ្យមុខក្រោយផឹកងាយសប្បាយចិត្តអត់សប្បាយចិត្តទេអញ្ចឹងនិយាយទៅមនុស្សយើងវាពិបាកកន្លែងហ្នឹងហ្មងយើងចូលចិត្តទៅធ្វើការងារណាដែលមិនសំខាន់ចំណែកការងារសំខាន់យើងចូលចិត្តទុកចោលដល់ពេលអញ្ចឹងទៅវាធ្វើឲ្យជីវិតរបស់យើងអត់គប់ប្រសាទេអញ្ចឹងជាការដាស់តឿនរបស់ខ្ញុំហ្នឹងគឺយើងត្រូវគិតមើលឡើងវិញថាតើរាល់ថ្ងៃហ្នឹងការងាររបស់យើងហ្នឹងអីគេណាក៏មានការងារត្រូវចាំអញ្ចឹងទោះបីជាយើងរាល់ថ្ងៃហ្នឹងរស់នៅក្រោមបន្ទុករបស់អាណាព្យាបាលក៏យើងមានការងារដែរគឺការងារដែលជាកាតព្វកិច្ចរបស់យើងយើងជាសិស្សក៏យើងមានការងាររបស់យើងជានិស្សិតក៏យើងមានការងាររបស់យើងដែរព្រោះតែចាំថាតែយើងធ្វើការងារយើងបានល្អយើងសប្បាយចិត្តហើយព្រោះមនុស្សដទៃគេសាទរយើងណាគេស្រឡាញ់គេចូលចិត្តគេឲ្យតម្លៃយើងសប្បាយចិត្តហើយមនុស្សយើងត្រូវការគ្រប់គ្រងហើយបើយើងបង្កើតឲ្យគេគ្រប់គ្រងយើងហ្មងយើងការងារយើងអត់ប្រឹងធ្វើយើងទៅធ្វើការងារដែលមិនមែនជារបស់យើងជាងគេអត់សាទរយើងទេអញ្ចឹងត្រូវធ្វើការងារសំខាន់របស់យើងនឹងឲ្យរួចរាល់អាការងារបន្តបន្សំហ្នឹងអានឹងធ្វើតាមក្រោយទៅកុំចំណាយពេលលើវាច្រើនពេកហៅមកយើងជាបុគ្គលិកធ្វើការអញ្ចឹងយើងប្រឹងធ្វើការទៅតតបាល់ចាំតនេសៅរ៍អាទិត្យអីឬក៏ថ្ងៃណាតនេបុណ្យទានឈប់សម្រាកអីសំយ៉ាងតតមិនឆ្លៀតកិច្ចពីការងាររត់ទៅតតបាល់ទេតែបើសិនជាយើងជាកីឡាករអាជីពអានឹងយើងប្រឹងតតអត់ខុសទេតតដល់ពាក់កណ្ដាលធាតុទៅក៏អត់ខុសដែរកាន់តែប្រឹងគឺកាន់តែប្រសើរហើយមានន័យថាយើងផ្ចង់ត្រូវជាមួយការងាររបស់យើងតែយើងមិនមែនកីឡាករផងយើងទៅផ្ចង់ខុសអញ្ចឹងធ្វើខុសរឿងអញ្ចឹងអត់ត្រូវទេអញ្ចឹងមើលការងារយើងរាល់ថ្ងៃនឹងអីគេសិនហើយព្យាយាមធ្វើអាការងារដែលយើងមានក្នុងដៃនឹងឲ្យល្អបំផុតហ្មងហើយសិក្សាបន្ថែមចំណេះជំនាញតាក់ទងនឹងការងាររបស់យើងសិក្សាបន្ថែមសិក្សារហូតតយើងចេះច្បាស់ចេះស៊ីជម្រៅយល់ដឹងជ្រៅជ្រះទៅក្នុងការងារហ្នឹងអញ្ចឹងកាលណាតែយើងជោគជ័យនៅក្នុងការងារយើងការងាររបស់យើងហ្នឹងយើងនឹងក្លាយជាបុគ្គលម្នាក់ដែលគេឲ្យតម្លៃដែលគេគោរពគេស្រឡាញ់គេសរសើរអញ្ចឹងទៅអញ្ចឹងតែពេលហ្នឹងគឺយើងសប្បាយចិត្តយើងរីករាយហើយតាក់ទងនឹងចំណូលហិរញ្ញវត្ថុក៏វាប្រសើរទៅតាមនឹងដែរព្រោះតែយើងបកកាយយើងចំណាប់ទៅយើងមិនដែលថាចំណូលយើងតិចទេ
ជីមរនគាត់និយាយថាវាកម្រណាស់ដែលអ្នកឯងអាចរកប្រាក់ចំណូលបានខ្ពស់ពីសមត្ថភាពដែលអ្នកឯងមាននោះអញ្ចឹងគាត់អត់ឲ្យយើងផ្ដោតទៅលើចំណូលខ្លាំងហើយផ្ដោតលើសមត្ថភាពសិនតែសមត្ថភាពកើនគឺចំណូលកើនអូតូម៉ាទិកហើយបើយើងផ្ដោតទៅលើតែចំណូលយើងអត់ផ្ដោតលើសមត្ថភាពអានឹងចំណូលវាមិនងាយកើនទេអានឹងតាមអ្វីដែលលោកតាជីមរនគាត់និយាយហើយខ្ញុំសង្កេតឃើញថាអញ្ចឹងមែនពួកខ្ញុំជួបអ្នកដែលរកបានចំណូលច្រើនភាគច្រើនគឺគាត់ប្រកែមែននិយាយជាមួយគ្នាគឺឃើញថាគាត់ប្រកែតែបើសិនជាអ្នកអត់សូវប្រកែទេគាត់រកបានច្រើនភាគច្រើនគឺអត់សូវបានយូរទេព្រោះអ្វីដែលគាត់រកបានហ្នឹងវាគេហៅថាចៃដន្យវាចៃដន្យហ្នឹងវាមិនមែនកើតចេញពីសមត្ថភាពទេអាហ្នឹងដែលជាបញ្ហាអញ្ចឹងយើងត្រូវតែបរឹងខ្លួនឯងឲ្យមានសមត្ថភាពតាមរយៈអីប្រឹងប្រែងធ្វើការងារឲ្យចំជំនាញរបស់យើងការងារដែលសំខាន់ចំពោះយើងនិយាយចំការងាររបស់យើងឲ្យងាយយល់ការងារសំខាន់របស់យើងការងាររបស់យើងហ្នឹងធ្វើវាបានល្អបរឹងវារហូតដល់យើងខ្លាចជាអ្នកជំនាញនេះដែលប្រកែពេលហ្នឹងយើងនឹងអញនិយាយថាជោគជ័យព្រោះតែជោគជ័យមិនហ្នឹងមានន័យថាគាត់យើងសប្បាយចិត្តយើងរីករាយយើងមោទនភាពជាមួយនឹងខ្លួនឯងអញ្ចឹងណាយើងសប្បាយចិត្តជារៀងរាល់ថ្ងៃជាមួយការងារដែលយើងកំពុងធ្វើហ្នឹងអាហ្នឹងរាប់ថាយើងជោគជ័យហើយបាទសូមអរគុណ